អ្នកណាមិនល្បីស្ត្រីជើងខ្លាំងឈ្មោះស្រីមុំឈ្មោះរកស៊ីបំផ្លាញធនធានធម្មជាតិស្ទើរតែមួយជីវិតប្រចាំខេត្តកញ្ចេះមានសមត្ថកិច្ចណាបង្ក្រាបនោះទេតែពេលនេះប៉ះចំរបស់ពិតហើយខេត្តកញ្ចេះប្រិយមិត្តជាទីរាប់អានប្រមាណឆ្នាំក្រោយនេះមហាជនទូទាំងប្រទេសបានសង្កេតឃើញថាខេត្តកញ្ចេះគឺជាខេត្តមួយដែលល្បីខ្ទោខ្ទានឹងឈានមុខគេពាក់ព័ន្ធទៅនឹងបទល្មើសធនធានធម្មជាតិដែលបានបង្កឡើងដោយក្រុមឈ្មួញល្បីៗជាច្រើនរូបនិងមានឈ្មោះបោះសម្លេងលេចធ្លោជាងគេទូទាំងប្រទេសពិសេសគឺឈ្មោះស្រីមុំនេះតែម្ដងដោយកន្លងមកស្ត្រីជើងខ្លាំងរូបនេះបានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើដែលជាសម្បត្តិរបស់រដ្ឋដូចជាឈើក្តារធ្យូងនិងអុសព្រៃយកទៅលក់នៅតាមបណ្ដាដេប៉ូនានាទូទាំងប្រទេសនិងឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមបានយ៉ាងរលូនជាទីបំផុតដែលពុំឃើញមានការទប់ស្កាត់ពីសំណាក់អាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធណាចោះធ្វើការទប់ស្កាត់និងបង្ក្រាបតតែសោះប៉ុន្តែស្រាប់នៅថ្ងៃទី13ខែកញ្ញាឆ្នាំ2025លោកតាន់គឹមសួរប្រធានសមាគមយុវជនស្រឡាញ់ធនធានធម្មជាតិបានប្រទះឃើញរថយន្តសាំយ៉ុងកែច្នៃចំនួន2គ្រឿងទុកពេញទៅដោយអស់ព្រៃពេញរថយន្តនៅចំណុចចំការចេកឃុំខ្សឹមស្រុកស្នួលខេត្តកោះចេះដែលគេស្គាល់ថាជារបស់ឈ្មោះស្រីមុំបំរុងដឹកចេញទៅប្រទេសវៀតណាមតាមច្រក D16 ឬងាំ16ក្នុងឃុំក្រញូងសែនជ័យព្រមនោះលោកតាន់គឹមសួរក៏បានរាយការណ៍ទៅលោកភុកសុជូតនាយដែនចម្រុះសត្វព្រៃកែវសីមាក្រចេះដែលមានការសម្របសម្រួលពីអាយដាមគឺប៊ុនអារ៉ាព្រះរាជអាជ្ញាខេត្តក្រចេះនិងលោកសាមណាល់អភិបាលស្រុកស្នួលបានបញ្ជាឲ្យមន្ត្រីជំនាញចុះមកទប់ស្កាត់និងបង្ក្រាបរថយន្តទាំងពីរខាងលើតាំងពីម៉ោង 2:30 នាទីរសៀលរហូតដល់ម៉ោង 6 ល្ងាចទើបមន្ត្រីជំនាញបរិស្ថាននោះបានមកដល់កន្លែងកើតហេតុដែលជាហេតុធ្វើឲ្យឈ្មួញមានឱកាសទម្លាក់អស់ចោលពីវាលពាកាលរួចបើករថយន្តគេចខ្លួនបាត់ដោយសុវត្ថិភាពជុំវិញករណីខាងលើនេះប្រជាសហគមន៍ទូទាំងប្រទេសហាក់មិនអស់ចិត្តទៅលើមន្ត្រីជំនាញពិសេសជំនាញបរិស្ថានដែលមានលោកភោគសុខជូតជានាយដែនហើយអ្វីបានជាបណ្ដោយឲ្យមានបទល្មើសក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រងបែបនេះទៅវិញទៀតព្រោះថាសកម្មភាពដឹកជញ្ជូនអស់ព្រៃរបស់ឈ្មួញឈ្មោះចែមុំនេះមិនមែនមានតែមួយថ្ងៃនោះទេពលគឺដឹកជារៀងរាល់ថ្ងៃតែម្ដងប្រជាពលរដ្ឋបន្ថែមថាប្រសិនបើជាគ្មានការបើកដៃពីសមត្ថកិច្ចមន្ត្រីជំនាញនោះម្លោះបទល្មើសក៏គ្មាននោះដែរម្យ៉ាងទៀតប្រជាពលរដ្ឋដែលស្រឡាញ់ធនធានធម្មជាតិទូទាំងប្រទេសរងចាំអត់មើលថាតើឈ្មួញដែលល្បីឈ្មោះប្រចាំខេត្តក្រចេះឈ្មោះស្រីមុំនេះរូបនេះអាចគេចផុតពីសំណាញ់ច្បាប់បានដែរឬយ៉ាងណាទោះជាយ៉ាងនេះក្តីប្រជាពលរដ្ឋនិងមហាជនទូទាំងប្រទេសទទូចស្នើសុំទៅដល់អាជ្ញាធរមានសមត្ថកិច្ចពិសេសឯកឧត្តមវ៉ាថនអភិបាលខេត្តកោះចេះនិងគោរពស្នើសុំទៅដល់ឯកឧត្តមគឺប៊ុនអារ៉ាព្រះរាជអាជ្ញាអយកាអមសាលាដំបងខេត្តកោះចេះមេតាទៀនមានវិធានការចាត់កម្លាំងក្រមអាវ៉ាតចុះធ្វើអធិការកិច្ចចំពោះឈ្មួញដែលតែងតែធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលធនធានធម្មជាតិឈ្មោះស្រីមុំខាងលើនេះចាត់ការតាមផ្លូវច្បាប់ของទៀនសូមអរគុណ